សូមស្វាគមន៍មកកាន់ព័ត៌មានប្រចាំថ្ងៃពី The Khmer Today ថៃឆ្លើយពង្រៀងគណៈដែលហ្វីលីពីនប្រធានអាស៊ានបាក់ដាច់ឲ្យកម្ពុជាប្រលះចំរឿងទាហានថៃបំពានកម្ពុជាដោយខុសច្បាប់បើតាមលោកពុយគីប្រធានអ្នកកាសែតកម្ពុជាដែលបានរួមដំណើរជាមួយប្រតិភូកម្ពុជានៅកិច្ចប្រជុំចង្អៀតនៅប្រទេសហ្វីលីពីនកាលពីថ្ងៃទី29ខែមករាឆ្នាំ2026ម្សិលមិញនេះបានសង្កត់ធ្ងន់ថាហ្វីលីពីនបានបើកឱកាសឲ្យកម្ពុជាលើកឡើងអំពីចំនួនខ្មែរថៃនេះយ៉ាងពេញទំហឹងដោយពីដើមឡើយកម្ពុជាបារម្ភថាក្រោយពេលដែលហ្វីលីពីនធ្វើជាប្រធានអាស៊ានបញ្ហានេះអាចនឹងមានបញ្ហាស្មុគស្មាញច្រើនក្រែងមិនដូចម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះក្នុងនោះផងដែរលោកប៉ុយគៀក៏បានលើកឡើងថាកម្ពុជាដែលមានលោកប្រាក់សុខុនជាប្រមុខការទូតកម្ពុជាបានលើកឡើងចំអំពីទស្សនវិជ្ជាទូទៅនៃការរំលោភបំពានជាពិសេសគឺការរាយបន្លាលួសការដាក់ទូកុងតឺន័រការមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរជិត 10,000 នាក់ទន្ទឹមនឹងការលើកឡើងពីភាគីកម្ពុជាភាគីថៃក៏បានប្រតិកម្មតបវិញដោយឆ្លើយពង្រៀងបែបការទូតទៅជារឿងបង្ក្រាបក្រុមឆបោកអនឡាញអំពីការដោះមីននិងតបវិញថាធម្មតាទេសង្គ្រាមតែងតែមានផលប៉ះពាល់ជាដើមដោយប្រឆាំងអំពីភាពពិតជាក់ស្ដែងរបស់ទង្វើទាហានខ្លួនឯងជាការកត់សម្គាល់របស់លោកពុយគៀលើជំហានរបស់វៀតណាមដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជាផងដែរវៀតណាមបានសង្កត់ធ្ងន់ថាការប្រើប្រាស់កម្លាំងមិនមែនជាការដោះស្រាយបញ្ហាព្រំដែនទេគូបញ្ជាក់ផងដែរថាទាហានថៃបានរារាំងអ្នកភូមិមិនឲ្យចូលផ្ទះសម្បែងនឹងការអភិវឌ្ឍតំបន់ដែលស្ថិតក្នុងចំនួនដោយពុំទាន់មានការប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក JBC សម្រាប់នៅឡើយហើយបើតាមការបញ្ជាក់ពីក្រសួងការពារជាតិកម្ពុជាបានប្រកាសអំពីកិច្ចប្រជុំក្រុមលេខាធិការឋាន OBC កាលពីថ្ងៃទី28ខែមករាឆ្នាំ2026ថ្មីនេះភាគីទាំងពីរក៏មិនទាន់មានការព្រមព្រៀងលើចំណុចណាមួយនិងបន្តរបៀបវរៈទៅប្រជុំនាពេលក្រោយបើតាមលោកឡាំឡាយអ្នកនិពន្ធនិងអ្នកតាមដានសង្គមបានប្រាប់សារព័ត៌មាន The Khmer Today ថាថៃទម្លាប់ប្រើល្បិចបន្លំភ្នែកបង្វែរដាននិងបំបាក់ស្មារតីលោកបន្តថាកម្ពុជាជាសមាជិកអាស៊ានមួយដែរប្រកាសណាស់ខ្លួនត្រូវតែប្រើប្រាស់ការទូតអាស៊ានទោះបានផលឬមិនបានផលក៏ត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពត្បិតអាស៊ានគឺជាយន្តការថ្នាក់តំបន់អាស៊ានដែលមានម៉ាឡេស៊ីជាប្រធានយើងមានផ្លែផ្កាធំមួយចំនួនហើយលោកសង្ឃឹមថាហ្វីលីពីននឹងរក្សាជំហរមិនលំអៀងទៅខាងណានិងទោះម៉ាឡេស៊ីមិនមែនជាប្រធានទៀតក៏ដោយកម្ពុជានិងហ្វីលីពីនក៏ត្រូវការយន្តការនិងការជ្រោមជ្រែងកិច្ចការងារពីម៉ាឡេស៊ីបន្តទៀតផងដែរព្រោះម៉ាឡេស៊ីដឹងរឿងច្រើនហើយម៉ាឡេស៊ីដើរតួនាទីបានល្អលើចំនួននេះដោយមិនរណបថៃលោកបានសង្កត់ធ្ងន់ថាបច្ចុប្បន្នប្រជាជនបាត់បង់ផ្ទះសម្បែងទីជម្រកក៏ព្រោះតែថៃដូច្នេះកម្ពុជាមានសិទ្ធិតស៊ូមតិតវ៉ាប្តឹងនិងទាមទារមកវិញពេញលេញក្នុងផ្លូវច្បាប់លោកឡាំឡាយសង្កត់ធ្ងន់ថាកិច្ចការទៅខាងមុខក្នុងនាមយើងជាអ្នកតាមដានយើងប្រហែលជាមើលឃើញប្រហែលសិនហើយថ្នាក់ដឹកនាំគឺជាអ្នកសម្រេចដោយផ្អែកលើផលប្រយោជន៍និងកិច្ចការពារផលប្រយោជន៍ប្រជាជនយើងអ្នកតាមដានការរក្សាទឹកចិត្តដោះស្រាយការងើបឈររក្សាសម្លេងតែមួយគឺជាការសំខាន់ក្នុងកលៈទេសៈនេះគ្រប់គ្នាសុទ្ធតែមានការឈឺចាប់ហើយភាពឈឺចាប់នឹងបង្រៀនយើងថាបើយើងមិនខ្លាំងគេមាក់ងាយទន្ទឹមនឹងនេះដែរអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺភ្នាក់ងារសារព័ត៌មានអន្តរជាតិមានដូចជា Al Jazeera ដែលបានទៅដល់ទីតាំងដែលក្រមយោធាថៃបានកាន់កាប់តំបន់មួយចំនួននោះក៏បានធ្វើសេចក្តីរាយការណ៍ថាតំបន់ដែលថៃឈរជើងក្រោយបទឈប់បាញ់នោះគឺជាប្រាសាទដ៏ចំណាស់មួយរបស់ខ្មែរនិងបានផ្សាយអំពីទូកុងតឺន័រធំដែលថៃបិទផ្លូវមិនឲ្យកម្ពុជាចូលផ្ទះសម្បែងជាដើមពីខ្ញុំបាទពៅណាគ្រីសារព័ត៌មាន The Khmer Today សូមអរគុណសូមចុច like និង follow page The Khmer Today ដើម្បីទទួលបានព័ត៌មានថ្មីៗនិងគាំទ្រដល់ក្រុមការងាររបស់យើងកម្ពុជាអរគុណម៉ាឡេស៊ីហើយបន្តធ្វើការជាមួយនឹងហ្វីលីពីនដោះស្រាយចំនួនព្រំដែនកម្ពុជាថៃអាយដាមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការជាមួយអាយដាមដាល់តូសេរីអ៊ូតាម៉ាហាជីម៉ាហាម៉េតប៊ីនហាជីហាសានរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីកាលពីថ្ងៃទី28ខែមករាឆ្នាំ2026ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងតំបន់បើតាមទំព័រ Facebook ផ្លូវការរបស់អាយដាមប្រាក់សុខុនបានបញ្ជាក់ថាកម្ពុជាវិតម្លៃខ្ពស់ចំពោះទូនាទីដ៏សំខាន់របស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលឲ្យមានបទជប់បាញ់និងជំរុញឲ្យមានការដោះស្រាយចំនួនព្រំដែនដោយសន្តិវិធីរវាងកម្ពុជានិងថៃហើយចាត់ទុកថាកិច្ចអន្តរាគមន៍របស់ម៉ាឡេស៊ីគឺជាយន្តការដ៏សំខាន់
ក្នុងការរក្សាស្ថិរភាពតាមបណ្ដាព្រំដែននិងការពារផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរទន្ទឹមនឹងនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានអបអរសាទរយ៉ាងកក់ក្ដៅចំពោះភាពជោគជ័យរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានបដូវវេនឆ្នាំ2025កន្លងទៅដែលបានដឹកនាំតំបន់ឲ្យសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ទាំងផ្នែកសន្តិសុខនិងកំណើនសេដ្ឋកិច្ចភាគីទាំងពីរបានបដិញ្ញាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីធានាបាននូវសុខសន្តិភាពនិងវិបុលភាពយូរអង្វែងនៅក្នុងគ្រួសារអាស៊ានចំពោះកិច្ចការការទូតបន្ទាប់របស់កម្ពុជាគឺជាការចាប់ដៃធ្វើការបន្តជាមួយភាគីហ្វីលីពីនក្នុងក្របខ័ណ្ឌអាស៊ានដើម្បីបន្តស្វែងរកសន្តិភាពសម្រាប់ខ្លួនដដែលអ្នកវិភាគយល់ឃើញថាការដែលកម្ពុជាពឹងផ្អែកលើយន្តការអាស៊ានដែលមានហ្វីលីពីនជាប្រធានបដូវវេនឆ្នាំ2026នេះគឺជាការបង្ហាញពីឆន្ទៈចង់ដោះស្រាយបញ្ហាដោយសន្តិវិធីនិងគាំទ្រគ្រប់ភាគីដើម្បីស្វែងរកសន្តិភាពសម្រាប់កម្ពុជាជាមួយគ្នានេះប្រទេសហ្វីលីពីនក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Ferdinand Marcos Jr. បានប្រកាសពីអត្តភាពចម្បងរបស់ខ្លួនក្នុងការធ្វើជាប្រធានអាស៊ានបដូវវេនថាប្រទេសហ្វីលីពីនផ្ដោតលើសសរស្តម្ភចំនួន3គឺសន្តិភាពសន្តិសុខវិបុលភាពនិងការផ្ដល់អំណាចដល់ប្រជាជនដែលនេះបានធ្វើឲ្យមជ្ឈដ្ឋានអន្តរជាតិមើលឃើញថាប្រធានបដូវវេនមួយនេះនឹងមិនខ្វាយខ្វល់ច្រើនពីចំនួនព្រំដែនកម្ពុជាថៃនិងសង្គ្រាមដែលអូសបន្លាយនៅមីយ៉ាន់ម៉ានោះទេក្រុមអ្នកវិភាគបានលើកឡើងថាប្រទេសហ្វីលីពីនក៏ធ្លាប់ចោទប្រកាន់កម្ពុជាថាកំពុងធ្វើសកម្មភាពដើម្បីបម្រើផលប្រយោជន៍របស់ប្រទេសចិនដោយបានរារាំងការលើកឡើងណាមួយក្នុងសេចក្តីថ្លែងការណ៍ស្តីពីចំនួនដែនសមុទ្ររវាងហ្វីលីពីននិងចិននៅសមុទ្រចិនខាងត្បូងក្នុងកំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានបដូវវេនកាលពីឆ្នាំ2012កន្លងទៅដែលនេះជាជ្រុងមួយដែលហ្វីលីពីននឹងមិនអោយតម្លៃក្នុងការដោះស្រាយចំនួនព្រំដែនរវាងកម្ពុជាថៃដោយម៉ាឡេស៊ីឡើយប៉ុន្តែអ្នកសិក្សាភូមិសាស្ត្រនយោបាយក្នុងតំបន់បានលើកឡើងថាប្រទេសហ្វីលីពីននឹងឆក់យកឱកាសរបស់ខ្លួនក្នុងនាមជាប្រធានបដូវវេនអាស៊ានឆ្នាំ2026នេះដើម្បីដោះស្រាយចំនួនបញ្ហាចម្បងដែលកំពុងប្រឈមខ្លាំងទាក់ទងចំនួនសមុទ្រចិនខាងត្បូងប្រទេសហ្វីលីពីនដែលជាសម្ព័ន្ធមិត្តដ៏ស៊ីជម្រៅបំផុតមួយរបស់សហរដ្ឋអាមេរិកនិងជាប្រទេសមួយក្នុងតំបន់ដែលមានមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅទឹកដីរបស់ខ្លួនកំពុងប្រឈមនឹងការថ្លឹងថ្លែងយុទ្ធសាស្ត្រដ៏តានតឹងខ្លាំងមួយជាមួយប្រទេសចិនក្នុងនាមជាប្រធានអាស៊ានបដូវវេនឆ្នាំ2026នេះហ្វីលីពីនដែលជាភាគីចំនួនផ្ទាល់នៅសមុទ្រចិនខាងត្បូងនឹងធ្វើឲ្យការរក្សាគោលការណ៍កុងសង្ស៊ីសក្នុងតំបន់អាស៊ានជួបការលំបាកខ្លាំងលោកហ៊ីមរស្មីនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាតំបន់កម្ពុជាបានលើកឡើងដោយសង្កត់ធ្ងន់ថាហ្វីលីពីនគួរតែបង្កើនការទទួលខុសត្រូវក្នុងតំបន់ដើម្បីលើកកម្ពស់តម្លៃរបស់អាស៊ានរួមមានការជំរុញកិច្ចការប្រឹងប្រែងកសាងសហគមន៍ការគ្រប់គ្រងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងដៃគូខាងក្រៅព្រមទាំងដើរតួជាប្លុកដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងតែកើតមានសម្រាប់ប្រទេសហ្វីលីពីនមេរៀនរបស់អាស៊ានគឺត្រូវជៀសវាងការបង្ហាញខ្លួនស្របតាមរឿងរ៉ាវរបស់ភាគីណាមួយអាស៊ានត្រូវតែផ្ដោតលើសមិទ្ធផលជាក់ស្ដែងដោយបន្តការផ្ទៀងផ្ទាត់ការបង្កឧបទ្ទហេតុនិងជំហានដែលការពារជនស៊ីវិលប្រសិនបើប្រទេសហ្វីលីពីនផ្ដោតតែបញ្ហារបស់ខ្លួននោះបញ្ហាតំបន់ដែលជាប់គាំងមិនអាចរកច្រកចេញឃើញឡើយហើយបញ្ហាទាំងនេះនឹងត្រូវរុញទម្លាក់ទៅប្រធានបដូវវេនអាស៊ានផ្សេងៗទៀតឲ្យកាន់តែច្រើនទោះជាយ៉ាងណាក៏ដោយសម្រាប់កម្ពុជាបាននឹងកំពុងប្រើប្រាស់រាល់យន្តការដោះស្រាយចំនួនទាំងអស់ជាមួយនឹងគ្រប់ភាគីដែលពាក់ព័ន្ធជាពិសេសហ្វីលីពីនដែលជាប្រធានបដូវវេនអាស៊ានឆ្នាំ2026នេះដើម្បីដោះស្រាយចំនួនក្នុងតំបន់និងបញ្ហាចំនួនព្រំដែនរបស់ខ្លួនក្នុងការដាក់សម្ពាធឲ្យថៃគោរពច្បាប់ទម្លាប់ក៏ដូចជាច្បាប់អន្តរជាតិនិងបញ្ឈប់រាល់សកម្មភាពបង្កហេតុថ្មីៗបន្តទៀតដែលនាំឲ្យកើតមានចំនួនរ៉ាំរ៉ៃរវាងប្រជាជាតិទាំងពីរពីខ្ញុំបាទពៅណាគ្រីសារព័ត៌មាន The Khmer Today សូមអរគុណសូមចុច like និង follow page The Khmer Today ដើម្បីទទួលបានព័ត៌មានថ្មីៗនិងគាំទ្រដល់ក្រុមការងាររបស់យើងកម្ពុជានិងសង្ហបុរីបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅកម្ពុជានិងសង្ហបុរីបានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំបន្ថែមទៀតបន្ទាប់ពីជំនួបពិភាក្សារវាងមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការបរទេសនៃប្រទេសទាំងពីរឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីការបរទេសកម្ពុជានិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានជួបជាមួយឯកឧត្តម Vivian Pralakrishnan រដ្ឋមន្ត្រីការបរទេសសង្ហបុរីដើម្បីផ្លាស់ប្តូរមតិលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី
ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលមានផលប្រយោជន៍រួមក្នុងកំឡុងពេលនៃកិច្ចពិភាក្សារដ្ឋមន្ត្រីទាំងពីរបានបង្ហាញនៅការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់លើវិស័យជាច្រើននិងបានសង្កត់ធ្ងន់លើគោលបំណងរួមក្នុងការស្វែងរកកាលានុវត្តថ្មីដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅថែមទៀតភាគីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនទៅកាន់ប្រទេសសង្ហបុរីដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងត្រីមាសទី1ឆ្នាំ2026ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថានឹងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនិងពង្រឹងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរជំនួបនេះឆ្លុះបញ្ចាំងពីការបន្តកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយដៃគូអាស៊ាននិងការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងការសន្ទនាក្នុងតំបន់ឲ្យកាន់តែជិតស្និទ្ធពីខ្ញុំបាទពៅណាគ្រីសារព័ត៌មាន The Khmer Today សូមអរគុណសូមចុច like និង follow page The Khmer Today ដើម្បីទទួលបានព័ត៌មានថ្មីៗនិងគាំទ្រដល់ក្រុមការងាររបស់យើង Our ASEAN partners. As this year marks the 26th កម្ពុជាប្រតិកម្មតវ៉ានិងពីបណ្ដឹងផ្លូវច្បាប់របស់រដ្ឋមន្ត្រីជាន់ខ្ពស់ថៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី29ខែមករាឆ្នាំ2026បានចេញសេចក្តីប្រកាសព័ត៌មាននិងធ្វើការតវ៉ាចំពោះការចោទប្រកាន់ដោយរំលោភបំពានរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃមកលើប្រធានព្រឹទ្ធសភាកម្ពុជានិងនាយករដ្ឋមន្ត្រីកម្ពុជាការតវ៉ានេះធ្វើឡើងបន្ទាប់ពីមានការដាក់បណ្ដឹងតាមផ្លូវច្បាប់ទៅកាន់តុលាការក្នុងប្រទេសថៃពាក់ព័ន្ធនឹងប្រតិបត្តិការយោធាតាមរយៈព្រំដែនកម្ពុជាថៃកាលពីឆ្នាំ2025កន្លងទៅការចោទប្រកាន់ប្រឆាំងនឹងថ្នាក់ដឹកនាំកម្ពុជារបស់កម្ពុជានេះគឺជាសកម្មភាពដែលផ្ទុយទាំងស្រុងទៅនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរកម្ពុជាបានសង្កត់ធ្ងន់ថាការព្យាយាមប្រើប្រាស់នីតិវិធីច្បាប់ក្នុងស្រុកដើម្បីដាក់គោលដៅលើថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យចំពោះសកម្មភាពការពារជាតិនិងបូរណភាពទឹកដីគឺជាទង្វើដែលគ្មានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិឡើយសកម្មភាពនេះក៏មិនសមស្របតាមធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែររាជរដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យអាជ្ញាធរថៃចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាដ៏គួរឲ្យសោកស្ដាយនេះកម្ពុជាបារម្ភថាបញ្ហានេះអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃបទចុះបាញ់ការរៀបចំផែនការកាត់បន្ថយភាពតានតឹងនិងកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារទំនុកចិត្តនិងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឡើងវិញសេចក្តីប្រកាសព័ត៌មាននេះគឺជាការបង្ហាញជំហរដាច់ខាតរបស់កម្ពុជាក្នុងការការពារកិត្តិយសថ្នាក់ដឹកនាំជាតិនិងបូរណភាពទឹកដីខណៈដែលស្ថានភាពព្រំដែនកំពុងស្ថិតក្នុងដំណាក់កាលដ៏រសើបពីខ្ញុំបាទពៅណាគ្រីសារព័ត៌មាន The Khmer Today សូមអរគុណសូមចុច like និង follow page The Khmer Today ដើម្បីទទួលបានព័ត៌មានថ្មីៗនិងគាំទ្រដល់ក្រុមការងារ